ម៉ាក់ដែលគាត់មាន con tôi định nhom chẳng aiគាត់chơi một tại đó bột bè để xa nhâm nướng tới được havi chui sầm rùa cả bát trơn man là ham pu hạt ấy giống lắm សួស្តីបងប្អូនតើគ្នាវិលត្រឡប់មកសាជាថ្មីនៅក្នុងកម្មវិធី Holistic Feedback ថ្ងៃនេះក៏យើងមានប្រធានបទថ្មីទាក់ទងជាមួយនឹងការប្រើប្រាស់ជាមួយនឹងប្រភេទទឹកដោះពពែផងដែរអញ្ចឹងថ្ងៃនេះបងស្រីនឹងចូលរួមទៅចែកលេងទាក់ទងជាមួយនឹងការប្រើប្រាស់និងបទពិសោធន៍នៅពេលដែលគាត់បំបីដោះកូនដោយទឹកដោះនិងការញ៉ាំជាមួយនឹងប្រភេទទឹកដោះពពែ Holistic យើងផ្ទាល់តែម្ដងផងដែរជំរាបសួរបងសុខសប្បាយបងចាបងសុខសប្បាយ បងអាចជំរាបឈ្មោះបងតិចបានទេបង ចាខ្ញុំឈ្មោះម៉ូលីកា ចាខ្ញុំអាចសុំដឹងពីអាយុខែរបស់អូនតិចបានទេបងអូនគាត់មានអាយុបានខែដែរ ចាអូនមានអាយុ1ខែ6ថ្ងៃ គាត់និយាយច្រឡំដោយសារអីបងគាត់មានបទពិសោធន៍មានអូន2ដងហើយអញ្ចឹងកូនគាត់ធំមួយអាយុ1ខួបជាងអញ្ចឹងទៅចឹងអូនស្រីបន្តមកទៀតគឺគាត់មានអាយុ1ខែជាងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាថ្ងៃនេះគឺទទួលបានជាមួយនឹងបទពិសោធន៍ល្អៗខ្លាំងមែនតើដោយសារតែម៉ាក់ដែលគាត់ចង់បំបីដោះកូនដោយទឹកដោះហើយចង់ឲ្យអូនផ្សំញ៉ាំជាមួយនឹងប្រភេទទឹកដោះពពែថ្ងៃនេះបងនឹងចែករំលែកជាមួយនឹងបទពិសោធន៍ល្អៗជូនទៅដល់បងប្អូនទាំងគ្នាអូខេបងអញ្ចឹងខ្ញុំអាចសុំសួរតើតើជាមួយនឹងការប្រើប្រាស់របស់បងតិចបានទេមូលហេតុអីបានបងជ្រើសរើសជាមួយនឹងទឹកដោះពពែ Holistic ផ្សំជាមួយនឹងទឹកដោះបងដែរ ចាបងដោយសារខ្ញុំមើលឃើញទឹកដោះពពែហ្នឹងវាស្រៀងទឹកដោះពេលអញ្ចឹងខ្ញុំចង់ផ្សំគាត់ញ៉ាំជាមួយទឹកដោះពពែ ចាដោយសារតែបទពិសោធន៍របស់បងដូចខ្ញុំបានសួរមុនហ្នឹងអញ្ចឹងគឺបងថាអត់ដែរធ្លាប់ប្រើប្រាស់ជាមួយនឹងទឹកដោះគោពីមុនមកទេគឺអូនកើតមកគឺបងឲ្យគាត់ញ៉ាំជាមួយនឹងទឹកដោះនិងទឹកដោះពពែ Holistic យើងហ្មងអញ្ចឹងមានអត្ថប្រយោជន៍អីខ្លះដែរដែលបងជ្រើសរើសជាមួយនឹងទឹកដោះពពែ Holistic យើងដែរបង ចាបងដោយសារខ្ញុំឲ្យគាត់បើកដោះសុទ្ធទៅគាត់ក្តៀនចាដល់ពេលអញ្ចឹងខ្ញុំផ្សំជាមួយនឹង Holistic ចាអញ្ចឹងបងប្អូនតាគ្នាកន្លែងនេះក៏ខ្ញុំចង់បញ្ជាក់ទៅដល់បងប្អូនតាគ្នាដែលគាត់អត់ទាន់ស្គាល់តែតន់ជាមួយនឹងទឹកដោះពពែ Holistic យើងផ្ទាល់តែម្ដងផងដែរសម្រាប់ទឹកដោះពពែ Holistic របស់យើងសម្រាប់ម៉ាក់ដែលគាត់ចង់បំបីដោះកូនដោយទឹកដោះដូចជាបងហើយផ្សំជាមួយនឹងទឹកដោះពពែរបស់យើងគឺ Holistic យើងមានវីតាមីន HMO ដែលស្តៀងជាមួយនឹងទឹកដោះម្ដាយហើយសម្រាប់ក្មេងដែលគាត់មានបញ្ហាក្តៀនក៏គាត់មានវីតាមីន DHA AA និង Synbioly នៅក្នុងនឹងដូចគ្នាអញ្ចឹងបងប្អូនតាគ្នាអត់ធ្លាប់លឺទេតើតជាមួយនឹងវីតាមីន Synbioly នឹងអីគេអញ្ចឹងណាអញ្ចឹងតើតជាមួយនឹង Synbioly នឹងគឺយើងមានវីតាមីន Prebiotic ជាមួយនឹង Probiotic ដែលជំនួយទៅដល់កាពះពោះវៀនរបស់អូនអញ្ចឹងសម្រាប់បងគាត់មានកូនដែលបំបីឲ្យទឹកដោះអាចនិយាយបានថាចេះពេលដែលបងញ៉ាំអីអញ្ចឹងទៅអូនទទួលបាននឹងដែរអញ្ចឹងគឺគាត់ត្រូវការជ្រើសរើសជាមួយនឹងប្រភេទទឹកដោះពពែបន្ថែមដើម្បីជួយទៅដល់ការទ្រទ្រង់សុខភាពរបស់អូនហើយឮថាបងចិត្តចូលទៅធ្វើការវិញទៀតអញ្ចឹងបានបងជ្រើសរើសជាមួយនឹងទឹកដោះពពែ Holistic ហ៎បងចាបងចាអញ្ចឹងបងអាច recommend តិចបានទេសម្រាប់ម៉ាក់ដែលគាត់ចង់បំបីដោះកូនដោយទឹកដោះហើយគាត់ចង់ញ៉ាំជាមួយនឹងទឹកដោះពពែដែលស្តៀងជាមួយនឹងទឹកដោះម្ដាយដោយសារតែបងជាបទពិសោធន៍ផ្ទាល់អូនកាត់មកបងឲ្យគាត់ញ៉ាំជាមួយនឹងទឹកដោះពពែហ្មងអញ្ចឹងណាបងចាបងខ្ញុំចង់recommend ឲ្យម៉ាក់ដែលគាត់មានកូនតូចដូចខ្ញុំអញ្ចឹងឲ្យគាត់ជ្រើសមួយទឹកដោះពពែដោយសារញ៉ាំនឹងទៅដូចថាវាជួយសម្រួលការបត់ជើងបានល្អអត់ហើមពោះអត់អីអញ្ចឹងបងចាអញ្ចឹងមកតាគ្នាមិនមែនតែជួយទៅដល់កាពះពោះវៀនរបស់អូនសម្រួលទៅដល់ការបន្ទោបបងទេសម្រាប់ទឹកដោះពពែ Holistic របស់យើងស្តៀងជាមួយនឹងទឹកដោះម្ដាយហើយអីដែលកាន់តែពិសេសសម្រាប់ម៉ាក់គួរតែជ្រើសជាមួយនឹងទឹកដោះពពែនោះគឺយើងមានវីតាមីនជាច្រើនដែលជួយទៅដល់សុខភាពរបស់អូនហើយមួយទៀតដោយសារតែម៉ាក់ភាគច្រើនគាត់ញ៉ាំអីដល់ពេលដែលគាត់ទទួលបានជាមួយនឹងទឹកដោះដំបូងហ្នឹងគឺទទួលបាននឹងដូចគ្នាអញ្ចឹងដូចបងមិនអញ្ចឹងពេលខ្លះគាត់ញ៉ាំបន្លែសាច់អត់សូវបានច្រើនអញ្ចឹងទៅអូនមានបញ្ហាក្តៀនអញ្ចឹងគាត់ក៏ជ្រើសរើសជាមួយនឹងប្រភេទទឹកដោះពពែ Holistic ដោយសារតែយើងអត់មានការបន្ថែមពណ៌បន្ថែមក្លិនឬក៏បន្ថែមរសជាតិអីនៅលើហ្នឹងទេគឺយើងធម្មជាតិទាំងអស់អញ្ចឹងយើងក៏មានវីតាមីន HMO ដែលស្តៀងជាមួយនឹងទឹកដោះម្ដាយដូចគ្នាអញ្ចឹងម៉ាក់ភាគច្រើនគួរតែជ្រើសជាមួយនឹងប្រភេទទឹកដោះពពែដែលស្តៀងជាមួយនឹងទឹកដោះម្ដាយអញ្ចឹងដូចតែបងស្រីគាត់ក៏ជាអាចនិយាយបានថាបងក៏មានបទពិសោធន៍ផ្ទាល់ឲ្យកូនបំបីដោះកូនដោយទឹកដោះហើយឲ្យកូនញ៉ាំជាមួយនឹងទឹកដោះពពែ Holistic របស់យើងផ្ទាល់តែម្ដងផងដែរអញ្ចឹងបងមានអីជាចុងក្រោយសម្រាប់បងដែលគាត់អត់ទាន់ស្គាល់ជាមួយនឹងទឹកដោះពពែ Holistic យើងអញ្ចឹងណា recommend ដូចបងថាគួរតែប្រើប្រាស់ដោយសារតែ Holistic របស់យើងមានច្រើនតនការជូនអញ្ចឹងទៅមានវីតាមីនល្អៗអីអញ្ចឹងណាបងខ្ញុំចង់ផ្ដាំទៅម៉ាក់ដែលគាត់រវល់ការងារអញ្ចឹងណាបងឲ្យគាត់ជ្រើសយកទឹកដោះពពែ ដើម្បីបំបី ចាដើម្បីបំបីអូនលេងមួយទឹកដោះ ច
ចាបងចាអញ្ចឹងសម្រាប់បងម៉ាក់ទាំងអស់គ្នាដែលគាត់មានbaby ដែលគាត់ទើបតែកើតហើយចង់បំបើដោះកូនឲ្យទឹកដោះដំបងហើយចង់បានជាប្រភេទទឹកដោះប្រពែណាដែលស្តេងជាមួយនឹងទឹកដោះម្ដាយដោយសារតែគាត់ត្រូវឆ្លៀតពេលចូលធ្វើការដែលអត់ចាំបាច់ផ្លាស់ប្ដូរជាមួយនឹងទឹកដោះគោច្រើនម៉ាក់ដើម្បីឲ្យផលប៉ះពាល់ទៅលើសុខភាពរបស់អូនអញ្ចឹងអាចជ្រើសរើសជាមួយនឹងទឹកដោះប្រពែអូលីសិកយើងបានអញ្ចឹងអរគុណបងសម្រាប់ការជជែកលេងនៅក្នុងថ្ងៃនេះនៅបទពិសោធន៍ដ៏ល្អជូនទៅដល់តិជនទាំងអស់គ្នាផងដែរអញ្ចឹងអរគុណទៅដល់បងតាគ្នាសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះសង្ឃឹមថាបងតាគ្នានឹងធ្វើការជួយចុច like ចុច share ទាំងអស់គ្នាផងដែរបាយបាយ